អ្នកត្រូវតែរៀនស្ដាប់នៅពេលដែលរាងកាយរបស់អ្នកវាកំពុងតែខ្សឹបប្រាប់អ្នកមុនពេលដែលជំងឺកើតឡើងធ្ងន់ធ្ងររាងកាយតែងតែផ្ដល់ព័ត៌មានឲ្យយើងជានិច្ចនៅពេលដែលអ្នកស្ងើបជាញឹកញាប់វាគឺមិនមែនជាភាពខ្ជិលច្រអូសនោះទេក៏ប៉ុន្តែឈាមរបស់អ្នកគឺកំពុងតែស្រេកឃ្លាននៅជាដៃដែលជាលោហៈធាតុនៃជីវិតនៅពេលដែលអ្នកដកដង្ហើមក៏ប៉ុន្តែអ្នកមានអារម្មណ៍ថាហាក់ដូចជាថប់ខ្យល់មានន័យថារាងកាយរបស់អ្នកមានជាតិអាស៊ីតខ្លាំងពេកដែលបណ្ដាលមកពីការខ្វះនៅវីតាមីន B អងប្រសិនបើផ្នែករបស់អ្នកកន្ត្រាក់ឬក៏សាច់ដុំញាក់ទៅទើដូចជាសាច់គោដែលត្រូវអំបិលនោះរាងកាយរបស់អ្នកមានជាតិអាល់កាឡាំងខ្លាំងពេកចូលអ្នកលាយទឹកខ្មេះប៉មមួយស្លាបព្រាទៅនឹងទឹកក្តៅដើម្បីឲ្យជាតិអាស៊ីតនោះនាំមកនៅតុល្យភាពឡើងវិញនៅពេលដែលបេះដូងរបស់អ្នកវាលោតខ្លាំងពេកឬក៏សម្ពាធឈាមឡើងខ្ពស់រាងកាយរបស់អ្នកត្រូវការប៉ូតាស្យូមឬក៏វីតាមីន D នៅពេលដែលសាច់ដុំរបស់អ្នកប្រែទៅជាខ្សោយដូចជាដើមឫស្សីដែលចាស់អ្នកត្រូវការជាតិអំបិលឬក៏អំបិលធម្មជាតិសុទ្ធប្រសិនបើពោះរបស់អ្នកហើមបន្ទាប់អំពីបរិភោគអាហារហើយដូចជាសត្វកង្កែបនៅពេលភ្លៀងអ្នកត្រូវការអាស៊ីតក្រពះបន្ថែមដូច្នេះចូលប្រើប្រាស់ Pediin hydrochloride មុនពេលញ៉ាំអាហារនោះកម្ដៅរំលាយអាហាររបស់អ្នកនឹងត្រឡប់មកវិញប្រសិនបើអ្នកឈឺខ្នងផ្នែកខាងក្រោយរាងកាយរបស់អ្នកកំពុងតែអំពាវនាវរកវីតាមីន D ប្រសិនបើអ្នកមានអារម្មណ៍ថារងាខណៈពេលដែលអ្នកដទៃទៀតមានអារម្មណ៍ថាកក់ក្ដៅគឺអ្នកត្រូវការជាតិអ៊ីយ៉ូតដែលជាផ្កាភ្លើងសម្រាប់ក្រពេញតេរ៉ូអ៊ីតមិនត្រូវបំបិតមាត់រាងកាយរបស់លោកអ្នកដោយការប្រើថ្នាំគ្រាប់ឬសារធាតុគីមីឡើយរោគសញ្ញាទាំងអស់គឺជាសារដាស់តឿនលោកអ្នកចូលស្វែងរកឫសគល់នៃបញ្ហាបំពេញនៅអ្វីដែលខ្វះខាតនោះរាងកាយនឹងព្យាបាលវាដោយខ្លួនឯងធម្មជាតិបានផ្ដល់ចម្លើយដល់លោកអ្នករួចជាស្រេចទៅហើយដោយលោកអ្នកគ្រាន់តែរៀនស្ដាប់វាតែប៉ុណ្ណោះ